ថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាព្រះបរមរាជវាំងដែលស្ថិតនៅក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាព្រះបរមរាជវាំងមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសុធារសសាងសង់ឡើងនៅឆ្នាំ1866ក្នុងរជ្ជកាលលួងនរោត្តមនៅក្នុងព្រះបរមរាជវាំងមានប្រាសាទទេវាវិនិច្ឆ័យជាកន្លែងសម្រាប់ព្រះមហាក្សត្រឡើងគ្រងរាជ្យប្រាសាទខេមរិនជាកន្លែងសម្រាប់ព្រះមហាក្សត្រនិងអគ្គមហេសីគង់នៅប្រាសាទសំរានភិរមជាកន្លែងដែលព្រះមហាក្សត្រឡើងគង់លើដំរីរាជហោបាគូឬហោព្រះខ័នជាកន្លែងទុកដាក់វត្ថុសម្រាប់សោយរាជច័ន្ទឆាយាជាទីកន្លែងដែលគេហាត់រាំរបាំព្រះរាជទ្រព្យនិងរបាំថ្វាយព្រះមហាក្សត្រព្រះញាតិវង្សានុវង្សនិងពួកមន្ត្រីជាន់ខ្ពស់នៅពីមុខច័ន្ទឆាយាមានព្រះទិវាសម្រាប់ព្រះមហាក្សត្រធ្វើសវនកម្មជាមួយប្រជារាស្ត្រនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់វត្តព្រះកែវមរកតវត្តព្រះកែវមរកតត្រូវបានកសាងឡើងតាំងពីឆ្នាំ1892ដល់ឆ្នាំ1902តាមលំនាំស្ថាបត្យកម្មខ្មែរហើយត្រូវបានរុះរើសាងសង់ជាថ្មីឡើងវិញនៅក្នុងឆ្នាំ1962វត្តនេះពីដើមគេហៅថាវត្តឧបោសថតរណារាមដោយមកពីព្រះមហាក្សត្រទ្រង់យកទីកន្លែងនេះកាន់ឧបោសថសិលរៀងរាល់សិលក្រៅពីនេះក៏មានព្រះរាជវង្សានុវង្សនិងនិមឺនសព្វមុខមន្ត្រីក៏បានប្រារព្ធពិធីបុណ្យផ្សេងៗតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនានៅទីនេះដែរប៉ុន្តែក្នុងវត្តនេះគ្មានព្រះសង្ឃគង់នៅនោះទេមានតែព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុដែលទ្រង់គង់នៅទីនេះក្នុងពេលសាងព្រះភ្នោះរយៈពេលមួយព្រះវស្សាថ្ងៃទី14កើតខែទុតិយស័កឆ្នាំកុរនៅពុទ្ធសករាជ2490ត្រូវនឹងថ្ងៃទី31ខែកក្កដាឆ្នាំ1947ហើយដូច្នេះហើយបានជាមានពាក្យសាមញ្ញហៅថាព្រះវិហារព្រះកែវពោលគឺឥតមានវត្តនៅក្នុងពាក្យហៅនោះទេនៅពេលណាដែលព្រះរាជាទ្រង់ប្រារព្ធព្រះរាជពិធីតាមព្រះពុទ្ធសាសនាគឺត្រូវនិមន្តព្រះសង្ឃគង់ពីវត្តដទៃទៀតក្នុងរាជធានីភ្នំពេញដូចជានៅវត្តឧណាឡោមវត្តបទុមវតីជាដើមវត្តនេះស្ថិតនៅខាងត្បូងនៃផ្ទៃព្រះបរមរាជវាំងដែលហ៊ុំព័ទ្ធទៅដោយថែវរាងខ្ពស់ស្រឡះនៅតាមបណ្ដោយថែវនោះគេធ្លាប់បានប្រើប្រាស់ជាថ្នាក់រៀនភាសាបាលីសម្រាប់ព្រះសង្ឃដែលគង់នៅតាមវត្តក្នុងរាជធានីភ្នំពេញនិងតាមខេត្តមួយចំនួនមុនពេលបង្កើតសាលាបាលីនៅភ្នំពេញនាថ្ងៃទី16ខែធ្នូឆ្នាំ1930នៅលើជញ្ជាំងថែវមានរូបគំនូរបុរាណដែលនិទានពីរឿងរាមកេរ្តិ៍ពីដើមដល់ចប់គំនូរនេះត្រូវបានគូរឡើងក្នុងឆ្នាំ1903ដល់ឆ្នាំ1904ក្រោមការដឹកនាំរបស់លោកអុកញ៉ាទេពនិមិត្តឆ្លាក់រួមជាមួយវិចិត្រករខ្មែរចំនួន40នាក់គំនូរនេះចាប់ផ្ដើមរឿងពីថែវខាងកើតផ្នែកខាងត្បូងទៅព័ទ្ធមួយជុំថែវទាំងមូលដែលមានប្រវែង642ម៉ែត្រនិងកម្ពស់3ម៉ែត្រដូច្នេះមានន័យថាគេមើលថែវរូបគំនូរនេះតាមរង្វង់ប្រតិសិនគំនូរបុរាណនៅជុំវិញថែវរឿងរាមកេរ្តិ៍បានបង្ហាញពីលក្ខណៈពិសេសប្លែកដែលពុំមែនផ្ដិតចោលឬក៏ចម្លងទាំងស្រុងពីរឿងរាមាយណៈរបស់ឥណ្ឌាឡើយពីព្រោះក្នុងរឿងរាមកេរ្តិ៍ដំណើររឿងមានអន្លើខ្លះហាក់ដូចជាស្ថិតនៅក្នុងអាថ៌កំបាំងតតែមើលឲ្យឆ្ងាយតទៅមុខទើបដឹងដំណើរប្រវត្តិរឿងក្រោមវិញឬមួយទាល់តែដឹងរឿងបែបរាមាយណៈខ្លះទើបឆាប់យល់ខ្លឹមសាររឿងរាមកេរ្តិ៍នេះត្រូវបានគេបកស្រាយឈុតខ្លះជាល្ខោនខោលស្បែកធំឬធ្វើជារូបចម្លាក់ផ្សេងៗនិងប្រើជាការទស្សន៍ទាយរបស់ហោរាមើលជោគជតារាសីសប្តាហ៍ថ្ងៃគំនូរនេះមានសភាពទ្រុឌទ្រោមនិងរលកបាត់បន្តិចម្ដងដោយសារធាតុអាកាសនិងមេរោគស៊ីថ្មព្រមទាំងការបំផ្លិចបំផ្លាញដោយមនុស្សក្នុងឆ្នាំ1985រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលប៉ូឡូញហើយលើកគម្រោងការពារនិងជួសជុលរូបគំនូរតែការជួសជុលនោះដំណើរការបានតែ5ឆ្នាំប៉ុណ្ណោះក្រោយមកក៏ត្រូវបញ្ចប់ដោយមកពីថវិកាសម្រាប់ចំណាយលើគម្រោងនេះផុតកំណត់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងរកមធ្យោបាយក្នុងការថែរក្សានិងជួសជុលបេតិកភណ្ឌវប្បធម៌នេះឡើងវិញនៅខាងមុខព្រះវិហារមានព្រះចេតិយធំ2និងរូបសំណាកមួយគ្របដោយដំបូលពីលើព្រះចេតិយខាងត្បូងគឺជាព្រះចេតិយដែលបញ្ចុះព្រះអាទិធាតុព្រះបាទអង្គឌួងដែលកសាងនាថ្ងៃសុក្រ11កើតខែផល្គុនឆ្នាំមមែនពស័កពុទ្ធសករាជ2450ត្រូវនឹងថ្ងៃទី13ខែមីនាឆ្នាំ1908ត្រូវជាអយ្យកោលួតរបស់ព្រះចេតិយដែលបញ្ចុះអធិធាតុព្រះនរោត្តមសីហនុព្រះចេតិយខាងជើងគឺជាព្រះចេតិយដែលបញ្ចុះអធិធាតុព្រះបាទនរោត្តមដែលបានកសាងនាថ្ងៃសុក្រទី11កើតខែផល្គុនឆ្នាំមមែនពស័កពុទ្ធសករាជ2450ត្រូវនឹងថ្ងៃទី13ខែមិនិនាឆ្នាំ1908ត្រូវជាអយ្យកាទូតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុរូបសំណាកគង់លើសេះគឺជារូបព្រះបាទព្រះបរមរូបព្រះបាទសម្ដេចព្រះនរោត្តមដែលបានកសាងឡើងនៅក្នុងឆ្នាំ1875គឺជាវត្ថុអនុស្សាវរីយ៍ពីព្រះចៅណាប៉ូឡេអុងទី3នៃប្រទេសបារាំងហើយបានយកមកតម្កល់ទុកនៅខាងក្នុងព្រះវិហារក្នុងឆ្នាំ1892ប៉ុន្តែមិនទាន់មានដំបូលគ្របពីលើនៅឡើយទេ
លុះមកដល់ឆ្នាំ1953ក្នុងពេលដែលសម្ដេចព្រះប្រមុខរដ្ឋរៀបចំមួយជំនីយកិច្ចទាមទារឯករាជ្យពីនឹមអាណានិគមបារាំងព្រះអង្គទ្រង់បានមកបួងសួងសូមជ័យជំនះនៅចំពោះមុខព្រះបរមរូបនេះក្រោយពីទទួលជ័យជំនះក្នុងការទាមទារឯករាជ្យជាតិពីពួកអាណានិគមព្រះអង្គទ្រង់បានចាត់ឲ្យគេកសាងដំបូងនេះគ្របពីលើជាកិច្ចតបស្នងសងគុណចំពោះបារមីព្រះបាទសម្ដេចព្រះនរោត្តមព្រះវិហារត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះនរោត្តមតែនៅពេលនេះសំណង់ព្រះវិហារនេះធ្វើអំពីឈើនិងឥដ្ឋហើយបានប្រារព្ធព្រះរាជពិធីបញ្ចុះសីមាឆ្លងនៅថ្ងៃទី8កើតខែមិញឆ្នាំខាលចត្វាស័កពុទ្ធសករាជ2445ត្រូវនឹងថ្ងៃប្រហ័សទី5ខែកុម្ភៈឆ្នាំ1903លុះក្រោយមកសំណង់នេះក៏មានសភាពទ្រុឌទ្រោមហើយតម្រូវឲ្យមានការជួសជុលឡើងវិញនៅក្នុងឆ្នាំ1962ដោយព្រះរាជដំណេះសម្ដេចព្រះមហាក្សត្រីយានីកុសុមនារីរតន៍និងក្រោមព្រះរាជកិច្ចដឹកនាំនៅក្នុងពោះនៃសម្ដេចព្រះប្រមុខរដ្ឋនរោត្តមសីហនុព្រះវិហារចាស់នេះត្រូវបានគេរុះរើចោលរួចស្ថាបនាជាថ្មីឡើងវិញអំពីបេតុងអាមេតែគេនៅរក្សានៅស្ថាបត្យកម្មពីមុនដដែលព្រមទាំងមានកម្រាលក្រាលពីលើប្រាក់និងសសរបិទថ្មកែវដែលនាំចូលពីប្រទេសអ៊ីតាលីព្រះវិហារនេះហៅថាព្រះវិហារព្រះកែវមរកតដោយយកព្រះនាមព្រះពុទ្ធរូបមួយអង្គក្នុងព្រះវិហារធ្វើអំពីត្បូងកែវដ៏មានតម្លៃហើយសន្មតថាកែវមរកតប៉ុន្តែជនជាតិអឺរ៉ុបតែងតែនិយមហៅថាព្រះវិហារប្រាក់ពីព្រោះគេសំអាងលើកម្រាលក្រាលក្នុងព្រះវិហារទាំងមូលដែលធ្វើអំពីគោរពប្រាក់សុទ្ធមានចំនួន5329សន្លឹកដែលក្នុងមួយសន្លឹកមានទម្ងន់ 1.125 គីឡូក្រាមវត្ថុសិល្បៈដែលតាំងក្នុងព្រះវិហារមានចំនួន1650ភាគច្រើនជាព្រះពុទ្ធរូបដែលសុទ្ធសឹងសាងអំពីមាសប្រាក់ទង្វាសម្រិតលង្ហិនព្រមទាំងមានដាំត្បូងពេជ្រផងដែរវត្ថុសិល្បៈទាំងនេះសុទ្ធតែជាពុទ្ធបូជារបស់ព្រះមហាក្សត្រព្រះរាជវង្សានុវង្សនិមឺនមន្ត្រីនិងពុទ្ធសាសនិកជនជាដង្វាយថ្វាយចំពោះព្រះកែវមរកតដើម្បីប្រាថ្នាសូមសេចក្តីសុខសន្តិភាពសេចក្តីសម្បូរសប្បាយក្នុងជាតិនេះនិងជាតិខាងមុខនិងទុកជាកេរដំណែលវប្បធម៌សម្រាប់កូនចៅជំនាន់ក្រោយផងនៅខាងមុខបុស្តិបុកធំមានព្រះពុទ្ធរូបទ្រង់ឈរមួយអង្គធំអំពីមាសទម្ងន់90គីឡូក្រាមព្រមទាំងជើងទ្រនិងឆ័ត្ររួតខាងលើព្រមទាំងមានដាំត្បូងពេជ្រទាំងតូចទាំងធំសរុបចំនួន2086គ្រាប់ពេជ្រដែលធំជាងគេគឺស្ថិតនៅលើមកុដមានទំហំ25លីនិងបន្ទាប់មកពេជ្រនៅលើព្រះសុរងមានទំហំ20លីព្រះពុទ្ធរូបនេះកសាងឡើងក្នុងឆ្នាំ1904ដោយព្រះបាទសម្ដេចព្រះស៊ីសុវត្ថិតាមព្រះរាជបណ្ដាំរបស់ព្រះបាទសម្ដេចព្រះនរោត្តមមុនពេលព្រះអង្គទ្រង់សោយទីមង្គតព្រះអង្គមានព្រះបន្ទូលផ្ដាំថាក្រោយពេលថ្វាយព្រះភ្លើងព្រះអង្គហើយត្រូវយកកោដ្ឋមាសនេះមករំលាយដើម្បីធ្វើព្រះពុទ្ធរូបមួយអង្គតំណាងឲ្យព្រះសិរីអមេត្រីក្រោយមកព្រះបាទសម្ដេចព្រះស៊ីសុវត្ថិទ្រង់បានចាត់ឲ្យកសាងព្រះពុទ្ធនេះឡើងដើម្បីឧទ្ទិសមគ្គផលថ្វាយដល់ព្រះបាទសម្ដេចព្រះនរោត្តមសូមឲ្យព្រះអង្គបានទាន់ព្រះសិរីអមេត្រីក្នុងឆ្នាំ5000នៃពុទ្ធសករាជហើយប្រទានព្រះនាមព្រះពុទ្ធរូបនោះថាព្រះចិនរាំងសីវត្ថុសំខាន់ៗក្នុងព្រះវិហារព្រះកែវមរកតរួមមាននៅបុស្តិបុកគឺព្រះកែវមរកតដែលជាវត្ថុសំខាន់ក្នុងការកំណត់ឈ្មោះព្រះវិហារនេះនៅក្នុងទូកញ្ចក់តូចគឺព្រះសិរីរិកធាតុរបស់ព្រះពុទ្ធដែលនាំមកពីប្រទេសសិរីលង្កានិងសម្ដេចសង្ឃរាជទវីអែមគង់នៅវត្តលង្កាក្រុងភ្នំពេញក្នុងឆ្នាំ1956នៅក្នុងទូបន្ទាប់ជាព្រះរាជដង្វាយរបស់សម្ដេចព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមនារីរតន៍នៅក្នុងឆ្នាំ1969ព្រះរាជដង្វាយនេះគឺជាព្រះពុទ្ធរូបសាងអំពីមាសព្រះពុទ្ធរូបប្រណិយដែលជាតំណាងរបស់ព្រះពុទ្ធជាម្ចាស់កាលព្រះអង្គគង់នៅលើភ្លឺស្រះមួយចលឹងវត្ថុដែលដាក់ក្នុងទូផ្សេងទៀតគឺជាវត្ថុអនុស្សាវរីយ៍គ្រឿងប្រដាប់ប្រដាគ្រឿងលម្អក្នុងព្រះរាជពិធីបុណ្យផ្សេងព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ពិធីសាសនានៅខាងត្បូងនៃព្រះវិហារព្រះកែវមរកតគឺមន្ទីរសទ្ធធម្មៈឬធម្មសាលាជាកន្លែងសម្រាប់ចម្រើនព្រះបរិត្តនិងសត្តបករណធម៌និងមានចេតិយព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតដែលត្រូវជាព្រះបិតារបស់ព្រះបាទសម្ដេចព្រះនរោត្តមសីហនុកសាងក្នុងឆ្នាំ1960បាទបងប្អូនជាទីមេត្រីអំបញ្ញនេះបងប្អូនបានស្ដាប់នៅការរៀបរាប់បែបសង្ខេបខ្លីពីវត្តព្រះកែវមរកតដែលស្ថិតនៅក្នុងព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជានៅវីដេអូបន្ទាប់យើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនានៅកន្លែងផ្សេងទៀតដែលស្ថិតនៅក្នុងព្រះបរមរាជវាំងសូមអរគុណនិងជួបគ្នានៅវីដេអូបន្ទាប់